3 ចំណុចសម្រាប់អ្នកមិនទាន់ដឹងក្នុងការបង់ពន្ធផ្លូវទៅលើមធ្យោបាយដឹកជញ្ជូនឬមួយក៏យានជំនិះថ្ងៃនេះយើងយករថយន្តអគ្គិសនីបោជុនយេផ្លាទៅបង់ពន្ធដោយផ្ទាល់ចង់ដឹងថារថយន្តអគ្គិសនីបោជុនយេផ្លាត្រូវបង់ចំណាយមួយឆ្នាំប្រមាណហើយរបៀបណាខ្លះមកមើលមួយខ្ញុំទាំងអស់គ្នានេះគឺជាសកម្មភាពនៃការធ្វើដំណើរទៅបង់ពន្ធផ្លូវជាមួយនឹងរថយន្តអគ្គិសនីបោជុនយេផ្លាសម្រាប់ការបង់ពន្ធផ្លូវលើដំបូងតម្រូវឲ្យយើងបង់នៅពន្ធដារខណ្ឌមូលហេតុដែលយើងយកទៅបង់នៅពន្ធដារខណ្ឌដោយសារតែឡានយើងជាឡានដែលចុះបញ្ជីថ្មីដែលមិនទាន់បង់ពន្ធផ្លូវពីមុនមកអញ្ចឹងការបង់ពន្ធផ្លូវលើដំបូងតម្រូវឲ្យយើងបំពេញបែបបទនិងបង់ពន្ធផ្លូវនៅពន្ធដារខណ្ឌសម្រាប់ឆ្នាំក្រោយៗយើងអាចបង់តាមរយៈ app ក៏បានឬមួយក៏ធនាគារក៏បានដែរហើយបងអាចជ្រើសរើសទីតាំងពន្ធដារដែលនៅជិតបងអញ្ចឹងណាបងឥឡូវនេះយើងមកដល់ទីតាំងពន្ធដារខណ្ឌសែនសុខហើយអញ្ចឹងពេលដែលបងមកដល់បងអាចរៀបចំជាមួយនឹងឯកសារផ្សេងដែលមានដូចជាកាតគ្រីឬមួយក៏អត្តសញ្ញាណប័ណ្ណសម្រាប់រថយន្តយើងជារថយន្តក្រុមហ៊ុនអញ្ចឹងត្រូវមានឯកសារច្រើនជាងពេលដែលបងមកដល់បងអាចចុចចាប់លេខឬមួយក៏បងអាចទៅសួរជាមួយនឹងភ្នាក់ងារផ្ដល់ព័ត៌មាននៅពន្ធដារខណ្ឌណាបងហើយបងអាចបំពេញជាមួយនឹងបែបបទឬមួយក៏ព័ត៌មានផ្សេងបានហើយសម្រាប់ការបង់ពន្ធផ្លូវនេះដែររួចរាល់ហើយបងនេះឃើញអ្នកទាំងអស់គ្នាការបង់ពន្ធផ្លូវរបស់រថយន្តអគ្គិសនីបោជុនយេផ្លូវរបស់យើងគឺចំណាយត្រឹមតែ 10,000 រៀលតែប៉ុណ្ណោះធូរថ្លៃខ្លាំងមែនតើអត់ដូចគេនិយាយថារថយន្តអគ្គិសនីត្រូវចំណាយថ្លៃការបង់ពន្ធផ្លូវថ្លៃនោះទេអូនៅមានមួយទៀតថ្ងៃទី30ខែវិច្ឆិកានេះគឺជាថ្ងៃចុងក្រោយនៃការបង់ពន្ធផ្លូវហើយតាំងកុំភ្លេចយករថយន្តទៅបង់ពន្ធផ្លូវទាំងអស់គ្នាណាបច្ចេកវិទ្យាដ៏ឆ្លាតវៃគុណភាពកូនកាត់អាមេរិក